ទុំនេះឆ្លៀតធ្វើស្លាត់ពងងាយញ៉ាំលេងគ្រឿងផ្សំមានដូចជាស្ពៃក្តោបការ៉ុតពោតហើយនឹងប្រហិតក្តាមហើយទៅយើងដាក់ម៉ាយ៉ូណេសតិចមកបន្ទាប់មកដាក់ទៅពេញប៉ោះហើយជ្រុំកូហើយយើងគោះពងមាន់មួយគ្រាប់ទុកសម្រាប់ជ្រលក់ជាមួយបន្តិចនំប៉័ងវាយវាឲ្យបែកចឹងមកដួសស្លាដដែលយើងលាយឲ្យមិញហ្នឹងដាក់លើនំប៉័ងមកដាក់ចំកណ្ដាលដើម្បីងាយស្រួលក្នុងការសកត់ព្រោះថាយើងអត់មានពុំអីត្រឹមត្រូវទេគឺយើងយកកែវទឹកដែលយើងមាននៅក្នុងផ្ទះហ្នឹងយកមកសកត់ចឹងហើយសកត់រៀងប្រើកម្លាំងបន្តិចប្រើកម្លាំងមនុស្សប្រុសមកបានសកត់វាដាច់បើមិនចឹងទេអត់ដាច់ទេហើយនំប៉័ងក៏អត់ជាប់ល្អដែរនំប៉័ងដែលយើងសកត់ហើយយកទៅជ្រលក់មួយពងមាន់ដើម្បីយកមកលាបមួយបន្តិចនំប៉័ងបានវាជាប់បន្ទាប់មកដាក់បំពងវាចឹងទៅពងទាំងសងខាងឲ្យវាពក់ឡើងពណ៌ល្អមកពុះមើលសិនមើលមិនដែរបំពងល្មមអត់ប៉ុណ្ណឹងតែពិតខ្ញុំបំពងដាក់ភ្លើងល្មមមិនអញ្ចឹងហើយខាងក្រៅវាឡើងពណ៌ល្អហើយខាងក្នុងវាអត់ឆ្អិនជ្រុលទេបន្លែនៅស្រស់ដែរភ្លក់បន្តិចសិនSo good ពេលយើងភ្លក់ហើយយើងយកឲ្យឆេฟយើងភ្លក់ដែរ Ăn hay đấy, lụi mình heo bằng đấy Lụi Mệt đây Hay nhận Ngang nhận Ngang nhận Để mà tiếp អរគុណសម្រាប់ការចូលមើលវីដេអូ voice over ដំបូងរបស់ខ្ញុំអៀនណា